សួស្តីពុកម៉ែបងប្អូននិងបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនប្រិយមិត្តទស្សនិកជនមកតាមដានក៏ដូចជាស្ដាប់នៅរឿងរ៉ាវប្លែកៗនៅជុំវិញពិភពលោកបាទរឿងរ៉ាវដែលកើតមានឡើងនៅលើជុំវិញពិភពលោកនេះយើងឃើញថាកើតមានស្ទើរតែជារៀងរាល់ថ្ងៃគ្រាន់តែពេលខ្លះបងប្អូនរបស់យើងមិនបានចាប់អារម្មណ៍ឬក៏មិនបានតាមដាននៅរឿងរ៉ាវទាំងអស់នោះជាមួយគ្នានោះនៅថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនប្រិយមិត្តទស្សនិកជនមកស្គាល់ក៏ដូចជាមកស្ដាប់ដែលរឿងរ៉ាវថ្មីៗមួយដែលទើបនឹងកើតឡើងថ្មីៗនេះធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរកឃើញនៅសត្វបង្កងដ៏ចម្លែកមួយក្បាលដែលសត្វបង្កងនោះគឺចម្លែកត្រង់ថាមានពីរពណ៌ចែកគ្នាដាច់យ៉ាងច្បាស់នៅលើដងខ្លួនតែមួយដោយករណីនេះគឺត្រូវបានចាត់ទុកថាជាភាពកម្របំផុតដែលអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថាវាមានឱកាសកើតត្រឹមតែមួយក្នុងចំណោម50លានក្បាលប៉ុណ្ណោះតាមព័ត៌មានគឺបានដឹងថាបង្កងពិសេសមួយក្បាលនេះគឺត្រូវបានចាប់បានដោយទូកនេសាទមួយគ្រឿងដែលមានឈ្មោះថា Timothy Marshall នៅក្បែរឆ្នេរសមុទ្រ Cape Cool សហរដ្ឋអាមេរិកដែលបានកើតឡើងកាលពីថ្ងៃទី16ខែមេសាឆ្នាំ2026កន្លងទៅនេះហើយលក្ខណៈដែលធ្វើឲ្យបង្កងនេះគឺមានការលេចធ្លោដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនោះគឺពណ៌របស់បង្កងនេះតែម្ដងគឺពណ៌នៅលើដងខ្លួនរបស់វាគឺត្រូវបានចែកចេញជាពីរពណ៌ដាច់ដោយឡែកពីគ្នាត្រង់ស្មើស្អាតព្រិញតែម្ដងរវាងផ្នែកខាងឆ្វេងនិងផ្នែកខាងស្ដាំហើយពណ៌ទាំងពីរនេះគឺមានលក្ខណៈខុសគ្នាទាំងស្រុងហាក់ដូចជាមានបន្ទាត់មកហាន់ចំកណ្ដាលខ្លួនដែលបង្កើតឲ្យមានភាពអស្ចារ្យដល់អ្នកដែលបានឃើញក៏ដូចជាបានទស្សនានេះផងដែរដោយក្នុងនោះគឺក្រុមហ៊ុន Philip Schiffer Company គឺបានដឹងថាបាតុភូតពណ៌ដែលបានចែកជាពីរគឺនៅលើដងខ្លួនបង្កងនេះគឺបណ្ដាលមកពីភាពមិនប្រក្រតីនៃហ្សែនដ៏កម្របំផុតដែលធ្វើឲ្យសម្បករបស់វាបង្ហាញពណ៌ខុសគ្នានៅសងខាងតាំងពីកំណើតមកម្លេះហើយយ៉ាងណាមិញក្រោយពីការរកឃើញក្រុមហ៊ុនម្ចាស់ទូកនេសាទក៏បានសម្រេចចិត្តមិនយកវាទៅធ្វើជាអាហារនោះឡើយប៉ុន្តែក៏បានបរិច្ចាគបង្កងដ៏កម្រមួយនោះទៅឲ្យសារមន្ទីរសត្វក្នុងគោលបំណងដើម្បីអភិរក្សនិងទុកឲ្យមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រពីវាផងដែរប៉ុន្តែដោយសារបច្ចុប្បន្នសារមន្ទីរវិរិយសត្វខាងលើកំពុងស្ថិតក្នុងដំណាក់កាលជួសជុលបង្កងនេះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ជីវវិទ្យាសមុទ្រជាបណ្ដោះអាសន្នសិនក្រោមការត្រួតពិនិត្យរបស់ស្ថាប័ន NOAA ក្នុងទីក្រុង Foodhall ហើយយ៉ាងណាមិញចំពោះករណីមិនត្រឹមតែបង្កើតឲ្យមានភាពភ្ញាក់ផ្អើលក្នុងចំណោមអ្នកវិទ្យាសាស្ត្រសមុទ្រប៉ុណ្ណោះទេប៉ុន្តែវាក៏បានក្លាយជាព័ត៌មានល្បីខ្លាំងលើបណ្ដាញសង្គមទូទាំងពិភពលោកដោយសារវាជាអាចកំបាំងនៃធម្មជាតិដែលកម្រនឹងបានជួបប្រទះបំផុតផងដែរបាទបងប្អូននេះគឺជារឿងរ៉ាវដែលបានកើតឡើងលើពិភពលោកថ្មីមួយទៀតហើយដោយដែលបងប្អូនបានស្ដាប់ពីខាងលើមកអញ្ចឹងបង្កងនេះយើងមើលទៅគឺស្រស់ស្អាតខ្លាំងមែនទែនស្រស់ស្អាតត្រង់ថាពណ៌របស់វាគឺបានចែកគ្នាដាច់ជាពីរស្អាតតែម្ដងដូចដែលគេយកបន្ទាត់មកគូសចំកណ្ដាលខ្នងបង្កងអញ្ចឹងសូមបងប្អូនជួយ Subscribe និងជួយ Share រួមទាំង Comment ទាំងអស់គ្នាក៏ដូចជាជួយប្រាប់នៅរឿងរ៉ាវដ៏ចម្លែកបន្ថែមទៀតខ្ញុំបាទនឹងធ្វើការអត្ថាធិប្បាយជូនជាបន្តទៀតផងដែរបាទសូមអរគុណ